បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទជាមួយនឹងឈុត8គ្រាប់បាទ8គ្រាប់ក្នុងដៃឈុតនេះទៅខាងកំពង់ឃ្លៀងបាទគាត់ជាមួយចាស់ដែរទេគាត់ទៅវិញខ្ញុំទៅច្រើនហើយបាទកាប់ច្រាប់ទៅតែឆ្នាំនេះគាត់ទៅប្រទិញមួយចឹងពុកម៉ែបងប្អូនទៅប្រទិញមួយទេបាទហើយក៏មានតម្លៃពិសេសជូនគាត់តែអីគាត់ជាមួយចាស់ដល់សារឆ្នាំទៅគាត់ទិញច្រើនគ្រឿងគូសំច្រើនគូសំទាំងធ្វើទាំងចុះចូលទាំងរៀបគឺលំបាកច្រើនពុកម៉ែបងប្អូនចាច្រើនអញ្ចឹងដុំនេះគឺភ្លើងចេញ900វ៉ុលបាទពុកម៉ែបងប្អូនបាទចេញ900វ៉ុលហើយជាមួយនឹងកង់ដង់ភ្លើងប្រទឹកបាទដាក់រ៉ូត2បាទកម្ដៅឡើងលឿនគូសំបាទឡើងលឿនគូសំបាទពុកម៉ែបងប្អូនចង់មកថយកម្ដៅបងប្រុសអាចកាត់រ៉ូតចេញមួយបានបាទតែគាត់បញ្ជាក់ទៀតគឺគាត់ចង់បានតែខ្លាំងអញ្ចឹងខ្ញុំជាជាងគឺខ្ញុំធ្វើមកខ្លាំងទៅហើយបាទហើយចំណែកកម្ដៅនោះអានោះបងចង់ឲ្យវាស្ទើរកម្ដៅជាងនេះក៏អាចកាត់រសចោលមួយទុកមួយបាទទុកមួយកម្ដៅវាក៏រាងស្ទើរជាងនេះបងប្រុសបាទបងប្រុសអញ្ចឹងឥឡូវយើងធ្វើការតេស្តភ្លើងរបស់គ្នាបាទហើយខាងសៀងរាបផ្សារកំពង់ឃ្លៀងអរគុណបងមែនតើបាទបានជួយទិញអញ្ចឹងបងប្អូនមកគាត់ជាមួយចាស់អញ្ចឹងគឺគាត់ទិញច្រើនបាទឆ្នាំនេះគាត់ទិញអានឹងមួយហើយឬថានឹងរត់តបទៀតដោយសារគាត់ជាមួយខ្ញុំអញ្ចឹងបងប្អូនមកគាត់រកឲ្យអ្នកជិតខាងដែរបាទតោះឥឡូវយើងធ្វើការតេស្តភ្លើងអស់គ្នាបងប្អូនមកភ្លើង900វ៉ុលតើវាយ៉ាងម៉េចដែរបាទតោះឥឡូវយើងស្ដាប់មើលបាទសម្លេងគឺបែបហ្នឹងបងប្អូនណាបាទឆេះដាច់លាស់ម៉ាត់ចឹងមកពុកម៉ែបងប្អូនបាទហើយលាស់នេះគឺជាលាស់មលីកន្លះបាទលាស់មលីកន្លះអញ្ចឹងគឺពេលវាធំមែនទែនបាទឆេះដាច់លាស់ពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនមើលភ្លើងខ្លាំងមិនខ្លាំងពុកម៉ែបងប្អូនមើលថ្លៃលាស់ទៅហើយនឹងការឆេះដាច់បាទមើលលាស់ធំបាទលាស់ហ្នឹងគឺប្រភេទលាស់មលីកន្លះហើយរសចាប់ផ្ដើមហុយតិចទេបាទដល់សារខ្ញុំទៅលុបវគ្គនេះអញ្ចឹងពុកម៉ែបងប្អូនបាទឥឡូវវាឆេះវគ្គនេះវាហុយតិចអញ្ចឹងបាទហើយដំណឹងនឹងផ្ញើទៅនៅថ្ងៃនេះអរគុណបងប្រុសនៅខាងផ្សារកំពង់ឃ្លៀងបាទស្អែកឬក៏ខាងស្អែកនឹងដល់ខាងបងហើយបាទអរគុណជម្រាបលា